nơiក្រោមផ្ទៃមេឃដ៏ខ្មៅងងឹតនាជួរភ្នំដងរ៉ែកខ្យល់រងាខែធ្នូបក់បោកកាត់លេនឋានដីដែលពោពេញដោយក្លិនដីសើមនិងក្លិនរំសេវកំភ្លើងយ៉ាងក្រអូបក្នុងចម្រោកដីដ៏តូចចង្អៀតនោះបងប្អូនពីរនាក់គឺមករានិងមង្គលអង្គុយផ្អែកខ្នងទល់គ្នាមករាដែលជាបងប្រុសអង្អែលកំភ្លើងក្នុងដៃតិចតិចភ្នែករបស់គេសម្លឹងទៅកាន់ទីងងឹតខាងមុខដោយការប្រុងប្រយ័ត្នខ្ពស់ចំណែកឯមង្គលដែលជាប្អូនប្រុសបីអាយុទើបតែ20ឆ្នាំអង្គុយអបជង្គង់ញ័រទៅតែកព្រោះមិនតាន់សមនឹងសម្លេងផ្ទុះអាវុធដែលលាន់ឮមិនដាច់សូរតាំងពីក្បាលប្រលប់មកមករាបានដោះក្រមាជាប់នឹងករបស់ខ្លួនរួចយកទៅរុំជុំវិញកប្អូនប្រុសយ៉ាងថ្នមថ្នមរួចពោទាំងសម្លេងខ្សៅៗថាខំទ្រាំបន្តិចទៅអូនមិនយូរទេភ្លឺហើយកាលយើងនៅក្មេងយើងធ្លាប់ដើរឆ្លងព្រៃកាត់រងាបែបហ្នឹងទៅដាក់អង្គុបជាមួយគ្នាឯងនៅចាំទេមង្គលងក់ក្បាលយឺតទាំងភ្នែកស្លុតចាំបងតែពេលនោះគ្មានសម្លេងគ្រាប់កំភ្លើងគួរឲ្យខ្លាចបែបនេះទេបងមករាតើយើងពិតជាអាចរស់ត្រឡប់ទៅផ្ទះវិញមែនទេខ្ញុំនឹកម៉ែខ្ញុំចង់ញ៉ាំបាយកកជាមួយទឹកត្រីដែលម៉ែធ្វើឲ្យយើងញ៉ាំមុនពេលយើងចេញមកមករាដកដង្ហើមធំរួចលូកដៃទៅអង្អែលក្បាលប្អូនប្រុសបងសន្យាមង្គលបងនឹងនាំឯងទៅផ្ទះវិញទោះបីជាត្រូវលីឯងលើខ្នងដើរកាត់ភ្នំនេះក៏ដោយយើងនឹងយកប្រាក់ខែដែលយើងសន្សំបានទៅទិញគោមួយនឹមឲ្យម៉ែហើយជួសជុលដំបូលផ្ទះដែលធ្លាយនោះចេញកុំឲ្យគាត់លិចទឹកភ្លៀងទៀតឯងត្រូវតែរឹងមាំដើម្បីម៉ែនិយាយមិនតាន់ផុតពីមាត់ផងស្រាប់តែផ្ទៃមេឃដែលងងឹតស្លុបក៏ប្រែជាភ្លឺចិញ្ចាញដូចថ្ងៃសំឡេងយន្តហោះចម្បាំងហោះកាត់ពីលើក្នុងល្បឿនលឿនស្លៀវរួចតាមមកដោយសំឡេងផ្ទុះដ៏កក្រើកមេឃនិងដីរញ្ជួយដូចផែនដីនឹងត្រីរលាយក្របកំភ្លើងធំនិងក្របរ៉ុកែតបានធ្លាក់ចុះមកដូចព្រិលធ្លាក់ពីលើមេឃដីជុំវិញលេនឋានចាប់ផ្ដាំងខ្ទាតខ្ចាត់ខ្ចាយផ្សែងរំសេវហុយត្រឡោមឆ្លួកដង្ហើមមករាស្រែកយ៉ាងខ្លាំងដេកចុះមង្គលដេកចុះកុំងើបក្បាលរួចគេក៏ស្ទុះទៅសង្គ្រប់ពីលើខ្លួនប្អូនប្រុសយកខ្លួនប្រាណដ៏រឹងមាំរបស់គេធ្វើជាខែលការពារក្នុងវិនាទីនោះគ្រាប់សែលមួយគ្រាប់បានធ្លាក់ចំមាត់លេនឋានរបស់ពួកគេពេញទំហឹងសំឡេងផ្ទុះដ៏ខ្លាំងបានធ្វើឲ្យអ្វីគ្រប់យ៉ាងប្រែជាសូន្យឈឹងនិងងងឹតសាយជាថ្មីនៅពេលផ្សែងចាប់ផ្ដើមចាក់ចេញយឺតមង្គលព្យាយាមរើខ្លួនចេញពីក្រោមគំនរដីគេមានអារម្មណ៍ថាខ្លួនប្រាណគេមិនមានរបួសអ្វីធ្ងន់ធ្ងរទេប៉ុន្តែគេមានអារម្មណ៍ថាមានទឹកក្តៅអ៊ុននិងខាប់កំពុងស្រក់ជោកលើកញ្ចឹងកនិងមុខរបស់គេនៅពេលគេសម្លឹងលើទៅលើគេឃើញបងប្រុសរបស់គេកំពុងញញឹមដាក់គេទាំងពិបាកប៉ុន្តែឈាមពណ៌ក្រហមឆ្អែវកំពុងហូរចេញពីមាត់និងខ្នងរបស់មករាដែលរងអំបែងក្របពេញទំហឹងមង្គលស្រែកយំយ៉ាងខ្លាំងរួចព្យាយាមទាញបងមកដាក់ក្នុងរង្វង់ដៃបងមករាកុំធ្វើបែបហ្នឹងហេតុអីបងយកខ្លួនមកបាំងឃ្លុំបងក្រោកមកវិញយើងត្រូវទៅជួសជុលផ្ទះឲ្យម៉ែតបងមករាព្យាយាមបើកភ្នែកមើលប្អូនប្រុសជាលើកចុងក្រោយដៃដែលញ័រទៅទឹករបស់គេព្យាយាមលូកទៅជូតទឹកភ្នែកឲ្យប្អូនប៉ុន្តែគេមិនមានកម្លាំងសូម្បីតែលើកដៃរួចមង្គលអូនមិនអីទេមែនទេសំណាងហើយដែលបងការពារអូនបានមករាខ្សឹបទាំងត្រដរខ្យល់កាបូបលុយកនងហបោតយកទៅឲ្យម៉ែផងប្រាប់គាត់ថាបងហត់ណាស់បងសុំសម្រាកនៅទីនេះសិនដៃរបស់មករាដែលធ្លាប់តែរឹងមាំក៏ចាប់ផ្ដើមត្រជាក់ទៅរួចក៏ធ្លាក់ចុះទៅដីភ្នែករបស់គេនៅតែសម្លឹងមើលទៅប្អូនប្រុសដោយភាពបារម្ភប៉ុន្តែដង្ហើមបានដាច់បាត់ទៅហើយមករាបានពលីជីវិតដើម្បីឲ្យប្អូនបានរស់មួយសប្តាហ៍ក្រោយមកនៅមុខផ្ទះស្លឹកចាស់មួយក្នុងភូមិដាច់ស្រយាលមង្គលដើរចូលទៅរកម្ដាយទាំងខ្លួនប្រាណប្រឡាក់ដោយដីផក់និងឈាមក្នុងដៃរបស់គេមានកាន់មួកដែករបស់បងប្រុសនិងកាបូបលុយដែលប្រឡាក់ឈាមជោកនោះម្ដាយជរាដែលទំពង់អង្គុយរងចាំកាលបើឃើញកូនប្រុសមកវិញតែម្នាក់គេគាត់ស្លុតស្មារតីដឹងសេចក្តីភ្លាមគេមិនបានសួរអ្វីច្រើនទេគេគ្រាន់តែយកក្រមារបស់មករាមកផ្អឹបនឹងដើមទ្រូងរួចសម្លឹងទៅទិសលិចដែលជាសមរភូមិហើយនិយាយទាំងទឹកភ្នែកហូរស្រក់ដកលើថ្មីថាកូនម៉ែឯងសម្រាកចុះណាជាតិក្រោយកុំឲ្យមានសង្គ្រាមមកបំបែកបងប្អូនកូនទៀតអីនៅខាងក្រៅផ្ទះខ្យល់រងានៅតែបោកបោកប៉ុន្តែពេលនេះគ្មានអ្នកណាចាំដណ្ដប់អាវឲ្យមង្គលឡើយ
មានតែការលះបង់របស់បងប្រុសដែលនៅជាប់ក្នុងចិត្តគេជារៀងរហូត